ពុតយ៉ាអរគុណយើងមកដល់វគ្គថ្ងៃនេះថ្ងៃ25 rehearsal ឥឡូវម៉ោង3កន្លះយើងបានដោះស្រាយបញ្ហា technical រៀបចំកាមេរ៉ាអីអស់ហើយក្រុមការងារនិងសិល្បករទាំងបានមកអស់ហើយអញ្ចឹងតិចទៀតយើងនឹងទៅហាត់សមដើម្បីដោះស្រាយបញ្ហាផ្សេងៗអញ្ចឹងយ៉ាវាមានរឿងច្រើនដែលត្រូវដោះស្រាយបញ្ហាផ្សេងៗត្រូវដោះស្រាយតែខ្ញុំពិតជាសប្បាយក្នុងការធ្វើការដោះស្រាយទៅលើបញ្ហាហ្នឹងសប្បាយសប្បាយហើយហត់អញ្ចឹងឥឡូវនេះយើងកំពុងធ្វើទៅលើ LED ខាង hip hop ហើយយើងនឹងចាប់ផ្ដើមទៅហាត់សមអញ្ចឹងតោះយើងទៅធ្វើការតទៀតបាទបងប្អូនហើយពីបើយប់អត់ដេកហើយយប់មិញអត់ដេកសោះហ្មងឥឡូវរត់ចុះរត់ឡើងម៉ោង4:14នាទីកពើចាប់ជើងដល់យប់មិញអត់គេងហើយធ្វើការហប់មួយថ្ងៃហើយថ្ងៃនេះរត់រហូតទៀតមួលបងមួលបាទមុននឹងថាសុវ័យដោះស្រាយបញ្ហាឥឡូវបញ្ហាចាប់ប្រស័យអីនៅតែសុវ័យទៀត documentary ពិតបាទមានធ្វើឈឺទេបាទអើយពុតអើយបងឲ្យបងខ្ញុំសុំដូរដាក់16ម៉ាំងមាន18ម៉ាំងព្រោះនេះពេលអប្សរារាំទៅឃើញគេកតាំងបងមានអាគេជំនាញខាងកសែយសុំជួយតិចបានបងសុំដល់អាគេជួយអានេះមែនតាំងមុនហ្នឹងចាប់ទៅលើឥឡូវវាចាប់ដល់កសែយនេះទៀតអូខេបងមិនដាក់ជឿទៅអរគុណបងអរគុណបងចាំមកខ្ញុំសុំដូរឡែនកាមេរ៉ាហើយបាទអរគុណបាទ Bad boy now rehearsal. He now in rehearsal. I will copy for the LED. Okay. គាត់ចាប់ផ្ដើមហើយបងចាប់តាមកាមេរ៉ានេះនៅពេលជូនហ្នឹងបងហ្នឹងហើយពេលបងត្រង់ហ្នឹងបងចូលទៅកាមេរ៉ាគេចាប់កាត់ចូលហើយហ្នឹងបងអូខេតោះចាំនេះសតម្ដងទៀតចេញពីក្នុងមកបងកាមេរ៉ាមកគាត់សិនហ្នឹងនឹងបងមកដល់ហើយខ្ញុំចង់ធ្វើវាវាយចឹងហ្នឹងហើយអូខេអញ្ចឹងដល់ពេលបង friend ស្អាតហ្នឹងហើយចឹងណាគេយកចឹងមកចឹងបងពេលដែលគាត់ចាប់មកចឹងហើយបងកាត់ចូលមកxong tất cả những xong bị môn là bây giờ đang suy thế à I'm gonna go harder sounding bokeh out the studio line I'm gonna go harder like so hard real trong my sun ba later they travel like so hard cùng trong si sat sat rip ba đôi thoáng chỉ vật đôi tiếng song liên quan chỉ trang đây lẹ đời pan cùng là lấy đẹp tử cái dấu em cái dấu em mua cả ok và lần năng ta ra ấy nhưng anh bằng mình ok không đâu đó hay không ok đó. Find what feels like play to you but looks like work to others. So you're going to outcompete them because you're doing it effortlessly. You're doing it for fun. They're doing it for work. They're doing it for some byproduct. To you, it's art, it's beauty, it's joy, it's flow, it's fulfilling. The more you do things that are natural to you, the less competition you have. You escape competition through authenticity, by being your own self. If I had to summarize how to be successful in life in 2 words, I would just say productize yourself. Này chắc á, khi chọn nó anh ra camera không phải cứ bên là camera pin này để cắt trâu thì từ mở cái nhớ nó có mấy chân cái tiếng là cái đẹp qua mà tao được đi cái con sấy giống như chân không con đó thế rồi là cái này học tới đây là bên càng nghe mang được luôn học con trai dạសួស្តីអ្នកទាំងអស់គ្នាសួស្តី hello គេឥឡូវនេះយើងបានហាត់សមចប់អស់ហើយរីហើចប់អស់ហើយថ្ងៃនេះ
ខ្ញុំសប្បាយចិត្តមែនទែននៅពេលដែលគ្រប់យ៉ាងយើងបានហាត់សមហើយយើងបានត្រៀមរួចរាល់ហើយយ៉ាវាមានជួបរឿងច្រើនមុនហ្នឹងដូចអ្នកគ្នាឃើញអីគឺខ្ញុំឡើងមូកពើខ្លាំងមែនទែនខ្លាំងយ៉ាឃើញវីដេអូខ្ញុំបកាច់ហ្នឹងហើយបានថៃកបាប់ហ្នឹងថានៅកបាប់ហើយយើងបានហាត់សមយើងបានrehearse មួយ bad bird ណាខ្ញុំក៏សប្បាយចិត្តក្នុងការ rehearse មួយ bad bird ដែរមានន័យថាយើងបាន rehearse បទមួយទៅតាមអីដែលខ្ញុំគាត់ថាយើងចង់បានហើយយើងអាចប្រើទីតាំងនេះដើម្បីធ្វើការកាមេរ៉ានិង lighting និង LED ដើម្បីលេងចូលគ្នាដើម្បីវាជា performance មួយដែលខ្ញុំគាត់ថាខ្ញុំសប្បាយចិត្តជាមួយ decision និងការសម្រេចចិត្តធ្វើ direct កន្លែងហ្នឹងហើយនឹងបដាល់ផ្សេងគ្នាខ្ញុំឈឺស្អីគេឈឺជើងនេះតែហៅតែសៃទាញអីជើងហ្នឹងក្តាមគៀបអីហ្នឹងដោយសារហើយខ្ញុំអត់សូវបានគេងមួយថ្ងៃហ្នឹងហើយយប់មិញអត់បានគេងហើយបន្តមកទៀតខ្ញុំអត់សូវញ៉ាំទឹករត់ទៅមកពេកអញ្ចឹងវាចាប់អាហ្នឹងហើយចាប់អាហ្នឹងវាមានឧបត្ថម្ភនេះគេឧបត្ថម្ភកា file ហ្នឹងណាអញ្ចឹងប្រើទៅមានតែមួយថ្ងៃនេះខ្ញុំគ្រាន់តែកាន់អាហ្នឹងតាមខ្លួនដូចទឹកសុទ្ធអញ្ចឹងលាបជុំវិញខ្លួនហ្មងសារនេះធ្វើខ្ញុំ make move បើអត់នឹងចិត្តខ្លួនទេខ្ញុំឈឺអញ្ចឹងខ្ញុំនឹងអង្គុយម្ដុំបាត់ហើយតែខ្ញុំ make move ធ្វើការបន្តទៀតបានអ្នកនរគ្នាឃើញខ្ញុំឈឺតាំងពីម៉ោងប៉ុន្មានខ្ញុំប្រើរបស់នេះឲ្យលាបរឹតតែខ្ញុំនៅ move បានតែគាត់ថាពេលយើងឈឺយើងគួរសម្រាកតែបើពេលហ្នឹងខ្ញុំសម្រាកការងារទៅមុខអញ្ចឹង wow it's something like commercial but it happened in real life ខ្ញុំសប្បាយចិត្តថ្ងៃហ្នឹងតែពេលយើងបានត្រៀម everything រួចរាល់ហើយអរគុណក្រុមការងារទាំងអស់ដែលគាត់បានសហការចូលរួមធ្វើវាឲ្យបានទៅមុខដល់ចំណុចមួយដែលខ្ញុំគិតថាយើងត្រៀមខ្លួនរួចហើយអញ្ចឹងសង្ឃឹមថាថ្ងៃស្អែកគ្រប់យ៉ាងនឹងទៅរលូនសូមឲ្យសុខសប្បាយជាក់ជុំទាំងអស់គ្នាអញ្ចឹងខ្ញុំនឹងជួបគ្នាថ្ងៃស្អែកខ្ញុំនឹងថតនិយាយខ្លះត្រៀមមុនកម្មវិធីចាប់ផ្ដើមហើយនឹងស្ដាប់លទ្ធផលថាសូហ្នឹងនឹងរលូនស្អាតយ៉ាងណាតែខ្ញុំសង្ឃឹមថាគ្រប់យ៉ាងនឹងមិនឲ្យយើងខកចិត្តទេព្រោះយើងបានខំអស់ហើយ so អូខេអរគុណអ្នកគ្នាតោះយើងទៅមុខទៀត